Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំជូលីចង់មកបង្ហាញក្បាច់សម្រក់ក្បាលពោះក្រោមចំនួន3ក្បាច់បន្ថែមទៀតដល់បងប្អូនទាំងអស់គ្នាណាចា៎នេះគឺជាលំហាត់ប្រាណសម្រាប់ក្បាលពោះក្រោមលំហាត់ប្រាណទី1បងប្អូនអាចធ្វើឆ្វេង1ស្ដាំ2រាប់អញ្ចឹងបងប្អូនណាអាចយក20ទៅ30ដងក្នុងមួយជុំហើយក្នុងមួយក្បាច់បងប្អូនយក3ទៅ4ជុំណាបងប្អូនធ្វើ3ទៅ4ដងមួយក្បាច់ណាហើយបងប្អូនអាចអនុវត្តក្បាច់នេះមួយអាទិត្យ4ទៅ5ថ្ងៃព្យាយាមបន្តិចបងប្អូននឹងទទួលបានក្បាលពោះរាបស្មើស្អាតជាទីពេញចិត្តណាបងប្អូនសម្រាប់លំហាត់ប្រាណមិនថាតែលំហាត់ប្រាណណាវារៀងហត់ទាំងអស់ហ្នឹងតើតស៊ូប៉ុន្តែលំហាត់ប្រាណក្បាលពោះនេះរៀងសាំញ៉ាំបន្តិចវាហត់បងប្អូនប៉ុន្តែនៅពេលដែលយើងស៊ូជាមួយវាយើងនឹងទទួលបានផលពិតព្រោះនេះខ្ញុំផ្ទាល់ខ្ញុំអនុវត្តហើយពីមុននេះខ្ញុំស្គមខ្លាំងណាស់ខ្ញុំអត់មានរៀងទេចកេះត្រង់ធ្លូក្បាលពោះក្រោមក៏ធំដែរហើយវាធ្លាក់វាកប៉ក់ដល់ពេលដែលខ្ញុំស្លៀកខោឬស្លៀកអីចឹងទៅវានៅលៀនថ្លែក្បាលពោះក្រោមចឹងតែខ្ញុំអាសាអនុវត្តខ្ញុំព្យាយាមព្រោះខ្ញុំចង់ឲ្យវាស្រកមែនចឹងខ្ញុំខំដល់ពេលដែលខ្ញុំខំហើយនឹងការញ៉ាំរបបអាហាររបស់ខ្ញុំបានត្រឹមត្រូវខ្ញុំចាប់ទទួលបានផលក្បាលពោះស្អាតខ្ញុំមានភាពជឿជាក់និងទំនុកចិត្តច្រើនជាងមុនឥឡូវថ្ងៃនេះខ្ញុំបានមកបង្ហាញក្បាលពោះក្រោមការហាត់សម្រក់ក្បាលពោះក្រោមបន្ថែមទៀតនិយាយចង់ទៅចំនួន3ក្បាច់បន្ថែមទៀតដល់បងប្អូនទាំងអស់គ្នាតាមការសន្យាហើយចាំមើលខ្ញុំទៅនេះខ្ញុំនឹងបង្ហាញក្បាច់សម្រក់ក្បាលពោះផ្នែកខាងលើវិញព្រោះលំហាត់ប្រាណក្បាលពោះមិនមែនយើងហាត់តែខាងក្រោមទេណាបងប្អូនយើងហាត់ទាំងលើទាំងក្រោមទាំងចំហៀងនិងចង្កេះក្រោយ4ចំណុចនឹងបានបងប្អូនទៅឆាប់ទទួលបានផលពិតបើបងប្អូនហាត់ទៅលើហាត់ទៅក្រោមឲ្យចំហៀងអត់ហាត់បងប្អូនក៏អត់មានចង្កេះហៀងស្អាតដែរអញ្ចឹងណាបងប្អូនអញ្ចឹងតើបងប្អូនអាចអនុវត្តក្បាច់ជាមួយខ្ញុំទាំងអស់គ្នាអាចហាត់លេងនៅផ្ទះក៏បាននៅក្លឹបក៏បានធានាថាបានផលពិតបងប្អូន